រឿងព្រះចក្របាលថេរព្រះបរមសាស្តាទ្រង់ទេសនាប្រារព្ធព្រះថេរៈឈ្មោះចក្របាលកាលពីព្រះថេរៈអង្គនេះលោកនៅជាក្រហស្ថមិនទាន់បានសាងភ្នោះនោះលោកបានទៅស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយកើតសេចក្តីជ្រះថ្លាក្នុងព្រះធម៌ទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសុំលាប្អូនទៅបួសក្នុងសំណាក់ព្រះបរមសាស្តាលុះបួសបាន5ព្រះវស្សាហើយលោកក៏បានចូលទៅក្រាបថ្វាយបង្គំសុំរៀនព្រះកម្មដ្ឋានជាមួយនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានក្រាបថ្វាយបង្គំលាព្រះអង្គទៅបំពេញសមត្ថភាពនៅក្នុងទីកន្លែងមួយដ៏ស្ងាត់ព្រមជាមួយនឹងភិក្ខុតី60រូបជាបរិវារព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតក្នុងការប្រតិបត្តិធម៌លោកបានតាំងចិត្តសច្ចាធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូត3ខែនៅក្នុងរដូវវស្សានេះក្នុងវស្សានោះរោគក្នុងភ្នែកក៏បានកើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលរោគប្រកេនព្រះថេរៈហើយឲ្យព្រះថេរៈសឹងបន្តថ្នាំតាមភ្នែកតែព្រះថេរៈមិនព្រមសឹងបន្តថ្នាំតាមលោកគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត3ខែព្រោះហេតុនោះរោគក្នុងភ្នែកក៏រឹតតែរុករានខ្លាំងឡើងជាដរាបរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់ព្រះថេរៈក៏បានបែកធ្លីខ្វាក់ជានិរន្តរ៍មើលអ្វីលែងឃើញទាំងអស់ហើយព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះអរហន្តសុខវិបស្សកៈលុះដល់ថ្ងៃវារណាចេញវិសាហើយព្រះចក្របាលថេរបានចម្រើនពរលាពុញាតិញោមឧបាសកឧបាសិកាដើម្បីនឹងទៅគាល់ព្រះបរមសាស្តាដែលព្រះអង្គគង់ប្រថាប់នៅក្នុងវត្តជាតិពុនមហាវិហារទីក្រុងសាវត្ថីនៅក្នុងរាត្រីនៃបច្ឆិមយាមក្រោយពេលដែលភ្លៀងរងហើយព្រះថេរៈបានដើរចង្ក្រមទៅមកជន់សត្វមេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអកន្តកភិក្ខុជាច្រើនរូបបានចូលទៅមើលកន្លែងព្រះចក្របាលថេរហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពីពេញទីចង្ក្រមរបស់ព្រះថេរៈក៏បានគិតដៀលថ្មាសលោកដោយប្រការផ្សេងស្រេចហើយក៏នាំយករឿងនេះទៅក្រាបទូលថ្វាយដល់ព្រះបរមសាស្តាទ្រង់ជ្រាបព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថាដមនាភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡើយដល់ព្រះថេរៈដែលជាព្រះអរហន្តខេណាស្របអកន្តកភិក្ខុទាំងនោះងឿងឆ្ងល់បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាគឺពិតព្រះអង្គដ៏ចម្រើនព្រះចក្របាលថេរជាព្រះអរិយហន្តខេណាស្របចុះហេតុអ្វីបានជាខ្វាក់ភ្នែកព្រះសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាលព្រះចក្របាលថេរធ្លាប់បានធ្វើជាគ្រូពេទ្យព្យាបាលជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅជនបទស្ត្រីនោះបានសន្យាជាមួយគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យបានជាសះស្បើយដូចដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងធ្វើជាទាសីអ្នកបម្រើរបស់លោកគ្រូពេទ្យនោះបានព្យាបាលភ្នែកនាងឲ្យដូចដើមវិញហើយព្រោះតែនាងមិនចង់ទៅនៅបម្រើគ្រូពេទ្យនោះឯងទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថាបុលោកគ្រូឥឡូវនេះភ្នែករបស់នាងខ្ញុំវាមិនបានជាទេវារឹតតែឈឺលើដើមទៅទៀតចំណែកគ្រូពេទ្យបានដឹងថានាងពិតជានិយាយកុហកដូច្នេះហើយក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំងហើយមានចេតនាចង់ធ្វើឲ្យនាងវិនាសទើបផ្សំថ្នាំពិសឲ្យនាងលាបធ្វើឲ្យភ្នែករបស់នាងខ្វាក់ទាំងគូមើលអ្វីលែងឃើញទាំងអស់ព្រោះបាបកម្មដែលព្រះចក្របាលថេរបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេដោយចេតនានោះឯងបានជាព្រះថេរៈត្រូវតែទទួលនៅបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅក្នុងជាតិនេះដូច្នេះហើយទើបទ្រង់ត្រាស់នៅព្រះគាថានេះថាមនោពពទាំងកមីធម្មាមនោសេដ្ឋាមនោមយាមអ្នកសាជេបតុទ្ធេនភិសៈវាករោតវាតតោណាំងទុក្ខមនវេចកង្វៈវហតោបៈទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់មកអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសៈប្រទូសហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹងរទេះយ៉ាងនោះឯង